កាលដើមឡើយមានកូននឹងកើញីមួយកំពុងនៅលើស្លឹកឈើដែលមានមែកទោទៅរកបឹងមួយចៃដន្យកូននឹងកើបានប្រទាក់ភ្នែកនឹងកូនក្អាត់ឈ្មោលមួយដែលនៅក្បែរនោះពួកគេបានសម្លឹងមើលមុខគ្នាដោយភ្នែកតូចៗរបស់ពួកគេហើយពួកគេក៏ចាប់ចិត្តប្រតិព័ទ្ធគ្នាទៅវិញទៅមកផងដែរក្នុងក្រសែភ្នែករបស់កូនក្អាត់កូននឹងកើនោះប្រៀបដូចជាឥន្ទនូដែលមានពណ៌ល្អគ្មានពីរសម្រាប់ដង្កូវកូនក្អាត់ប្រៀបដូចជាក្របអង្កាំពណ៌ខ្មៅដ៏ប្រណិតនៅក្នុងកែវភ្នែករបស់គេផងដែរខ្ញុំបានពេញចិត្តរូបអ្នកទាំងអស់សូមអ្នកកុំប្រែប្រួលអសោះណាបាទខ្ញុំសន្យាខ្ញុំមិនប្រែប្រួលនោះទេមួយរយៈក្រោយមកក្អាត់ក៏បានមកជួបនឹងដង្កូវសាជាថ្មីតែពេលនេះក្អាត់បានដោះជើងក្រោយពីដង្កូវបានឃើញក្អាត់ដូច្នេះភ្លាមស្រែកយំយ៉ាងខ្លាំងដោយខឹងនឹងក្អាត់ថាមិនគោរពពាក្យសន្យារវាងពួកគេទាំងពីរឲ្យខ្ញុំសុំទោសផងចុះខ្ញុំមិនចង់បានជើងទាំងពីរនេះទេអ្វីដែលខ្ញុំចង់បានគឺឥន្ទនូដ៏ស្រស់ស្អាតរបស់ខ្ញុំអ្វីដែលខ្ញុំចង់បានគឺក្របអង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំសន្យាមកថាអ្នកនឹងមិនប្រែប្រួលទៀតទេបាទខ្ញុំនឹងសន្យាជំនេរក្រោយមកអ្វីមិនដូចដែលគេបានសន្យាគ្នាឡើយកូនក្អាត់បានមកជួបដង្កូវលើកនេះមានដងដៃពីរថែមទៀតដង្កូវស្រែកយំយ៉ាងខ្លាំងជាងមុនទៅទៀតអ្វីដែលខ្ញុំចង់បានគឺក្របអង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំទុកឲ្យកាសឲ្យជាលើកចុងក្រោយម្ដងទៀតសន្យាមកថាអ្នកនឹងមិនប្រែប្រួលទៀតទេឲ្យខ្ញុំសុំទោសផងចុះខ្ញុំសន្យាខ្ញុំមិនប្រែប្រួលទៀតទេអស់រយៈពេលកន្លងលើកនេះក្អាត់ក៏បានជ្រុះកន្ទុយបានតើលើកនេះមានអ្វីកើតឡើងចំពោះក្អាត់ហើយនឹងដង្កូវហេតុអ្វីនេះជាលើកទី3ហើយដែលអ្នកមិនគោរពពាក្យសន្យាអ្នកមិនទុកខ្ញុំក្នុងបេះដូងអ្នកឡើយអ្នកធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់ខ្ញុំមិនចង់ធ្វើដូច្នេះទេតែនេះវាជាធម្មជាតិអ្នកនៅតែជាឥន្ទនូដ៏ស្រស់ស្អាតរបស់ខ្ញុំសម្រាប់ខ្ញុំដដែលតែអ្នកមិនមែនជាក្របអង្កាំពណ៌ខ្មៅរលោងរបស់ខ្ញុំទៀតទេខ្ញុំលៀនអ្នកហើយនៅពេលដែលគេភ្ញាក់ឡើងអ្វីនៅជុំវិញខ្លួនគេហាក់ប្រែប្រួលទាំងអស់ខ្លួនបែរជាមានស្លាបคล้ายទៅជាមេអំបៅមេឃក៏ប្រែប្រួលដើមឈើក៏ប្រែប្រួលអ្វីទាំងអស់គឺប្រែប្រួលលើកលែងតែស្នេហារបស់គេចំពោះកូនក្អាត់ដង្កូវក៏សម្រេចចិត្តមកសុំទោសក្អាត់វិញដែលនាងចោទថាមិនគោរពពាក្យសន្យានាងហោះហើរស្វែងរកកូនក្អាត់ពេលនោះនាងក៏បានឃើញកង្កែបនាងក៏ហើរមកក្បែរកង្កែបហើយសួរថាតើអ្នកបានឃើញក្របអង្កាំខ្មៅរបស់ខ្ញុំទេសួរមិនទាន់ចប់ផងកង្កែបក៏លោតស៊ីមេអំបៅបាត់រួចហើយវាក៏លោតមកទុំលើស្លឹកឈូកចាំមើលផ្លូវឥន្ទនូរបស់វាយ៉ាងក្រៀមក្រំក្នុងចិត្តបន្តទៀតដោយសង្ឃឹមថាថ្ងៃណាមួយនាងនឹងវិលមករកខ្លួនវិញជាមិនខាន